Sầm núa chia chởn đại cọt tayแต่ xua ខ្ញុំ នៅ ក្នុង comment ក៏ដូចជា chat មក ក្នុង page ខ្ញុំ ចឹង ណា គាត់ តែងតែ សួរ ថា តើ ប្រគួយ ហ្នឹង ខំ ដៃ អត់ បង ឬ មួយ ក៏ វា មាន ពឹស អត់ បង ហើយ ចំ វា ដើម្បី អី អូខេ នៅ ក្នុង វីដេអូ នេះ ខ្ញុំ នឹង ប្រាប់ អ្នក ទាំង អស់ គ្នា ហើយ នឹង ប្រាប់ ចម្លើយ នៅ ក្នុង ហ្នឹង ណា សម្រាប់ ការ ចិញ្ចឹម របស់ ខ្ញុំ រយៈ ពេល 10 ឆ្នាំ មក នេះ គឺ ខ្ញុំ ចិញ្ចឹម ច្រើន ក្បាល មែនតើ ដែល រាល់ ថ្ងៃ ប្រគួយ ដែល ខ្ញុំ ចិញ្ចឹម អាច នៅ ផ្ទះ ខ្ញុំ នេះ អាច មាន លើស ពី 100 ក្បាល ជា ដំបូង ខ្ញុំ សុំ ឆ្លើយ សំណួរ ដែល គាត់ សួរ ថា ប្រគួយ នឹង ខំ អត់ អ្នក ទាំង អស់ គ្នា ប្រភេទ ប្រគួយ អស់ នេះ មុខ វា កាច មែន ប៉ុន្តែ វា ជា ប្រភេទ ស៊ី បន្លែ ហើយ និង ផ្លែឈើ ទេ អញ្ចឹង ពួក នេះ អត់ ខំ ទេ អត់ ខំ ដៃ ខ្ញុំ ទេ តាម បទពិសោធន៍ ដែល ខ្ញុំ ធ្លាប់ ចិញ្ចឹម 10 ឆ្នាំ ហ្នឹង មក ឃើញ ថា វា អត់ ដែល ខំ ដៃ ខ្ញុំ ទេ ហើយ ខ្ញុំ គិត ថា ពួក នេះ slow ណាស់ អ្នក ទាំង អស់ គ្នា វា slow ហើយ សំណួរ ទី 2 ដែល គាត់ សួរ ថា ប្រគួយ នឹង មាន ពឹស អត់ វា អត់ មាន ពឹស ទេ អ្នក ទាំង អស់ គ្នា ប្រគួយ នេះ អត់ មាន ពឹស ទេ ខ្លះ គាត់ អាច មើល នៅ ក្នុង ឯកសារ សត្វ ហ្នឹង គាត់ អាច ច្រឡំ ជាមួយ នឹង Komodo dragon សម្រាប់ គាត់ ដែល អ្នក អត់ ស្គាល់ ប្រភេទ សត្វ ណា បើ សម្រាប់ ខ្ញុំ ពួក ហ្នឹង គឺ វា ខុស គ្នា ហ្មង ខុស គ្នា ដាច់ ហើយ សំណួរ ទី 3 ដែល គាត់ សួរ ថា ចិញ្ចឹម ប្រគួយ ហ្នឹង ដើម្បី អី អូខេ តាម ពិត ប្រគួយ នេះ បើ សម្រាប់ អ្នក ស្រឡាញ់ សត្វ ខ្ញុំ សឹង ថា មិន បាច់ ឆ្លើយ ទេ ណា ការ ពិត ទៅ អានេះ គឺជា ការ កម្សាន្ត មួយ ដូច ឧទាហរណ៍ ខ្ញុំ អី ចឹង ខ្ញុំ រក ស៊ី ខ្ញុំ អី ទៅ ខ្ញុំ ហត់ ជួន កាល ខ្ញុំ យក មក ខ្ញុំ ដាក់ ចំណី ដាក់ អី ឲ្យ វា ស៊ី ខ្ញុំ លេង មួយ វា ខ្ញុំ មាន អារម្មណ៍ ថា ធូរ មួយ យ៉ាង ណា សម្រាប់ បងប្អូន ខ្លះ ទៀត គាត់ ក៏ ទៅ លេង កីឡា ឬ អ្នក ខ្លះ គាត់ អាន សៀវភៅ ខ្លះ មើល ទូរទស្សន៍ ខ្លះ មើល Facebook ចឹង ទៅ អញ្ចឹង ចំណង់ ចំណូល ចិត្ត ខុស គ្នា ហើយ មួយ ទៀត ដូច ពួក នេះ ដំបូង ខ្ញុំ ចិញ្ចឹម លេង ទេ តែ មក ដល់ រាល់ ថ្ងៃ ហ្នឹង ពួក វា ចិញ្ចឹម ខ្ញុំ វិញ ដោយសារ តែ ខ្ញុំ អាច រក ចំណូល បាន ពី ពួក វា វា អាច កើត កូន កើត ចៅ មក ឲ្យ ខ្ញុំ ទៅ ខ្ញុំ អាច យក កូន ហ្នឹង ទៅ លក់ ដើម្បី ដោះដូរ ជាមួយ ចំណី វា ខ្លះ ហើយ ក៏ ខ្ញុំ អាច សល់ ខ្លះ សម្រាប់ ប្រើប្រាស់ តាម តម្រូវការ របស់ ខ្ញុំ ដែរ អញ្ចឹង វីដេអូ ខ្ញុំ មាន តែ ប៉ុណ្្នឹង ទេ សម្រាប់ បង មាន ចម្ងល់ អី អាច comment នៅ ខាង ក្រោម បាន ហើយ ជួយ like ជួយ share វីដេអូ ខ្ញុំ ខ្ញុំ នឹង មាន giveaway ប្រគួយ កូន ប្រគួយ bye bye អ្នក ទាំង អស់ គ្នា